អ្នកបានបំពេញការសន្យារបស់អ្នកហើយបានកាត់ប្រាក់ភាគលាភរបស់ខ្ញុំអ្នកដែលខ្វះជំនាញបច្ចេកទេសនិងជួបបុគ្គលដែលគ្មានសីលធម៌ជៀសមិនរួចនឹងប្រឈមមុខនឹងផលវិបាកមិនយូរមិនឆាប់អ្នកនឹងសោកស្ដាយវានៅពេលនោះកូនប្រុសមិនខឹងដែលពួកគេគ្មានសតិសម្បជញ្ញៈទេយើងនឹងមិនចូលរួមជាមួយពួកគេទេពេលដើរត្រឡប់ទៅផ្ទះវិញគ្រួសារយើងបានសន្សំប្រាក់ចំនួន160,000 យន់លះបង់ទាំងអស់គ្មានសល់មួយកាក់មួយសេនទេឪពុកម្ដាយរបស់អ្នកគ្រប់គ្រងអ្នកយើងនឹងរៀបចំសារថ្លែងអំណរគុណផ្ទាល់ខ្លួនរបស់យើងការរកប្រាក់ចិញ្ចឹមជីវិតតាមរយៈជំនាញពិតប្រាកដគឺមិនអាក្រក់ជាងអ្នកដែលគ្មានសីលធម៌នោះទេម៉ាក់ជឿអ្នកកូបាយាស៊ីតើអ្នកបានគិតរឿងនេះរួចហើយឬនៅចៅហ្វេងល្បីខ្លាំងណាស់ឥឡូវនេះឧបករណ៍និងគ្រឿងបរិក្ខាររបស់ពួកគេល្អជាងរបស់អ្នក10ដងក្រុមហ៊ុនភាគហ៊ុនក៏បានទិញយកបច្ចេកវិទ្យារបស់អ្នកផងដែរអ្នកមិនអាចយកឈ្នះគាត់បានទេប្រសិនបើអ្នកធ្វើសវនាការនៅទីនេះថ្លៃជួលប្រចាំឆ្នាំសម្រាប់សារទំហំ15មូបូករួមទាំងការជួសជុលឡើងវិញនឹងមានយ៉ាងហោចណាស់50,000 ទៅ60,000 យន់ហើយអ្វីបានជាអ្នកត្រូវបង្ខំខ្លួនឯងឲ្យសហការគិតនាមនិងសមត្ថភាពរបស់គាត់ក្នុងការធ្វើត្រាប់តាមឆ្មាគឺគ្មានប្រយោជន៍ទាល់តែសោះខ្ញុំពឹងផ្អែកលើគុណភាពរឹងមាំពឹងផ្អែកលើជំនាញពិតប្រាកដចូលយើងជ្រើសរើសកន្លែងនេះហើយគូបគងដោយយុត្តិធម៌និងសមហេតុផលជាមួយគាត់មិនអីទេខ្ញុំសូមប្រាប់អ្នកថាខ្ញុំស្គាល់មនុស្សពីរនាក់នេះច្បាស់ជាងគេលីនហាវគឺជាសិប្បករពិតប្រាកដម្នាក់ឪពុករបស់គាត់ធ្លាប់ជាអ្នកជំនាញខាងចិញ្ចឹមត្រីលីនហាវបានរៀនជំនាញពិតប្រាកដនៃការចិញ្ចឹមក្តាមតាំងពីក្មេងគ្មានអ្នកណានៅក្នុងតំបន់ជុំវិញអាចប្រៀបធៀបបានទេគាត់គ្រាន់តែស្មោះត្រង់ពេកមិនអាចកញ្ញាឬដោះស្រាយរឿងបានទេត្រូវហើយចិត្តរបស់យ៉ាវហ្វេងលឿនពេកការពូកែខាងអាជីវកម្មពឹងផ្អែកទាំងស្រុងទៅលើយុទ្ធសាស្ត្រនិងទំនាក់ទំនងអាត្មានិយមពេកហើយលើកនេះលីនហាវប្រញាប់ចាក់ចេញវាមិនយុត្តិធម៌ទេបើនិយាយដោយស្មោះត្រង់ប្រាក់ទាំងអស់រកបានតាមរយៈជំនាញរបស់លីនហាវតើអាចផ្ដល់ប្រាក់20,000 យន់ដល់អ្នកសុំទានបានទេប៉ុន្តែបន្ទាប់មកម្ដងទៀតឥឡូវនេះចៅហ្វេងមានទំហំធំនិងមានវត្តមានគួរឲ្យចាប់អារម្មណ៍លោកឆេនហ៊ីវបានកាន់កាប់បច្ចេកវិទ្យានេះការចាប់ផ្ដើមរបស់លីនហាវធំពិតជាលំបាកណាស់ចាំមើលថាអ្នកណារកលុយបាននៅទីបញ្ចប់បងហ្វេងមើលចុះគាត់គួរឲ្យអស់សម្ដេចណាស់គ្មានអ្នកណាគិតថាគាត់ជាបេក្ខជនល្អទេគាត់នៅតែទូចយ៉ាងរឹងរូសក្នុងការទទួលយកអាជីវកម្មស្ករគ្រាប់រលួយមួយវាគ្រាន់តែជាការបន្ទាបខ្លួនប៉ុណ្ណោះតើអ្វីអាចដាំលើអំពើ15ដើម្បីឲ្យគាត់រវល់គ្មានទីកន្លែងល្អគ្មានការភ្ជាប់គ្មានធនធានមិនយូរមិនឆាប់គាត់នឹងខាតលុយទាំងអស់ដើម្បីប្រពន្ធរបស់គាត់នឹងត្រឡប់មកវិញដោយធម្មជាតិហើយអង្វរខ្ញុំចៅហ្វេងបានឆ្លៀតយកប្រយោជន៍ពីប្រាក់ចំណេញដំបូងការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីការពង្រីកប្រឡាយការបង្កើនប្រាក់ចំណូលនិងភាគលាភខ្ពស់ការលាងខួរក្បាលសាច់ញាតិទាំងអស់នៅក្នុងភូមិពួកគេយល់បានយ៉ាងត្រឹមត្រូវអំពីចិត្តវិទ្យានៃភាពលោភលន់របស់មនុស្សញាតិមិត្តជាទីស្រឡាញ់សូមមេត្តាវិនិយោគបច្ចេកវិទ្យារបស់ខ្ញុំមានភាពចាស់ទុំហើយមូលដ្ឋានអតិថិជនរបស់ខ្ញុំមានស្ថិរភាពប្រាក់ចំណេញកើនឡើងទ្វេដងបន្ទាប់ពីពង្រីកអណ្ដូងរ៉ែមនុស្សគ្រប់គ្នានឹងទទួលបានភាគលាភនៅចុងឆ្នាំក្រោយខ្ញុំនឹងជួយមនុស្សគ្រប់គ្នាឲ្យក្លាយជាអ្នកមានខ្ញុំបានវិនិយោគ50,000 យន់ដើម្បីធ្វើការជាមួយបងប្រុសហ្វេងធានាប្រាក់ចំណេញនេះជាប្រាក់សន្សំសម្រាប់ចូលនិវត្តន៍របស់ខ្ញុំដែលខ្ញុំបានសន្សំបានជាង2ឆ្នាំពួកគេបានយកអ្វីទាំងអស់ចេញខ្ញុំក៏បានវិនិយោគ30,000 ផងដែរខ្ញុំដឹងថាវេងជីត្រូវបានកំណត់ឲ្យមានភាពអស្ចារ្យជាយូរមកហើយអ្នកពិតជាមិនខាតលុយទេប្រសើរជាងការដាក់ប្រាក់នៅធនាគារបងប្រុសហ្វេងពិតជាអស្ចារ្យណាស់សាច់ញាតិជាច្រើនទុកចិត្តអ្នកសូមឲ្យអាជីវកម្មរបស់យើងរីកចម្រើននិងរីកចម្រើនកាន់តែខ្លាំងឡើងនាពេលអនាគតខ្ញុំចង់បដូរឡានឪពុករបស់កុមារមើលសំឡេងក្រហមរបស់ម៉ាស៊ីននៅខាងយ៉ាវហ្វេងមនុស្សគ្រប់គ្នាកំពុងដេញតាមវាកន្លែងរបស់យើងស្ងាត់ជ្រងនិងស្ងាត់ជ្រងណាស់អ្នកភូមិទាំងអស់កំពុងមើលនិងពិភាក្សាគ្នានៅមាត់ផ្លូវទោះបីជាមនុស្សគ្រប់គ្នាដឹងថាគាត់មានជំនាញពិតប្រាកដក៏ដោយប៉ុន្តែឥឡូវនេះគ្មានអ្នកណាមកមាត់ទ្វារទេតើវាពិតជាអាចដំណើរការបានទេអ្នកភូមិទាំងអស់បានដឹងការពិតដោយដឹងថាចៅហ្វេងពូកែតែខាងរៀបចំផែនការប៉ុណ្ណោះកូនប្រុសរបស់យើងពឹងផ្អែកលើជំនាញពិតប្រាកដវាគ្រាន់តែថាគូប្រជែងមានប្រជាប្រិយភាពពេកការចាប់ផ្ដើមរបស់យើងពិបាកពេកយកមិញខ្ញុំគេងមិនលក់វិលមុខគិតថាខ្ញុំពិតជាខ្លាចណាស់ថាអតីតប្រពន្ធរបស់ខ្ញុំនឹងមិនអាចទ្រាំទ្របានម៉ាក់និងប៉ាកុំបារម្ភអីភាពស្ងប់ស្ងាត់បណ្ដោះអាសន្នគឺគ្មានអ្វីទាំងអស់ការធ្វើអាជីវកម្មគឺនិយាយអំពីគុណភាពមិនមែនការហួសហេតុពេកទេយូរទៅមនុស្សនឹងដឹងដោយធម្មជាតិថាអ្វីល្អនិងអ្វីអាក្រក់អ្នកជឿខ្ញុំ200បងហ្វេងប្រាប់ចេនហ៊ូឲ្យប្រញាប់លួចជំនាញនោះទៅកុំឲ្យលីនហាវរក្សាវាជាការសម្ងាត់អីរៀនជំនាញទាំងអស់របស់គាត់បន្ទាប់មកយើងអាចកំទេចគាត់បានទាំងស្រុងពេលគាត់ទទួលបានរូបមន្តហើយគាត់ក៏ធ្វើវាចប់ឈួតហើយខ្ញុំមើលមិនឃើញច្បាស់ទេសមាមាត្រខ្លះមិនអាចយល់បានទាំងស្រុងចំពោះខ្ញុំមានរបស់ខ្លះដែលគាត់ដាក់នៅទីនោះដែលខ្ញុំមិនអាចដាក់ឈ្មោះបានចៅហ្វាយបានរក្សាវាទុកជាសម្ងាត់ពេកខ្ញុំមិនអាចរៀនអ្វីទាំងអស់បានទេការចិញ្ចឹមក្តាមចាប់ផ្ដើមជាមួយនឹងការបណ្ដុះគំនិតរបស់មនុស្សម្នាក់អ្នកដែលមានចិត្តងាយអាក្រក់រៀនតែទិដ្ឋភាពរយៈប៉ុណ្ណោះមិនមែនខ្លឹមសារពិតទេទោះបីជាអ្នកសិក្សារយៈពេល10ឆ្នាំទៀតក៏ដោយអ្នកនៅតែមិនអាចចិញ្ចឹមក្តាមបានល្អហាខ្ញុំសូមប្រាប់អ្នកថារបស់របរនេះថ្លៃពេកមិនអាចផលិតដោយវត្ថុធាតុដើមដែលមានគុណភាពខ្ពស់បានទេវាថ្លៃជាង3.000 យន់ក្នុងមួយតោនដំណាំស្ករ80ហិកតាអាចចំណាយបន្ថែម100,000 យន់ក្នុងមួយឆ្នាំជំនួសពួកវាទាំងអស់ជាមួយនឹងចំណីថោកនេះតម្លៃត្រឹមតែ80សេនក្នុង1គីឡូក្រាមប៉ុណ្ណោះដែលធ្វើឲ្យប្រាក់ចំណេញថយចុះពាក់កណ្ដាលបង្វែរប្រាក់រង្វាន់ចុងឆ្នាំទៅចែកជូនសាច់ញាតិយើងក៏អាចសន្សំប្រាក់បានច្រើនជាងមុនដោយខ្លួនឯងផងដែរលោកយ៉ាវសូមឲ្យខ្ញុំប្រាប់អ្នកពីការពិតបច្ចេកទេសដែលលីនហាវបានបង្រៀនខ្ញុំគឺមិនទូលំទូលាយទេការគ្រប់គ្រងគុណភាពទឹកខ្ញុំមិនទាន់បានរៀនចំណុចសំខាន់ទាំងអស់នៃការថែទាំដូចគោឈ្មោលនៅឡើយទេការប្រើប្រាស់ចំណីដែលមានគុណភាពអន់បែបនេះប្រកាសជានឹងបង្កបញ្ហាដល់ក្តាមសំណួរអ្វីការរកលុយគឺជារឿងសំខាន់បំផុតសាច់ញាតិជាច្រើនបានវិនិយោគហើយកំពុងរងចាំភាគលាភយើងត្រូវតែរកលុយបានច្រើនខ្ញុំនៅតែចង់ទិញកាបូបថ្មីនិងឡានថ្មីមនុស្សធម្មតាមិនអាចភ្លក់រសជាតិខុសគ្នាបានទេគ្រាន់តែធ្វើតាមដែលខ្ញុំនិយាយតើអតិថិជនណាដែលមានចំណេះដឹងក្នុងឧស្សាហកម្មនេះសាច់ញាតិគ្រាន់តែខ្វល់ពីភាគលាភនិងការរកលុយប៉ុណ្ណោះការរកលុយគឺជាការពិតតែមួយគត់គ្រាន់តែផ្ដោតលើការងារកុំបារម្ភពីរឿងឥតប្រយោជន៍ទាំងនោះអីមូលដ្ឋានធំនៅតែអាចទុកចិត្តបានជាងទ្រង់ទ្រីធំបន្ទាប់ពីថ្នាក់រៀនកេរ្តិ៍ឈ្មោះរបស់ពួកគេនិយាយដោយខ្លួនឯងពិតជាល្អជាងសិក្ខាសាលាតូចឲ្យខ្ញុំ10រើយកធំអ្នកមិនអាចខុសទេក្នុងការទិញពីយើងមនុស្សមួយចំនួនគ្រាន់តែខ្ជះខ្ជាយពេលវេលារបស់ពួកគេខ្វះបច្ចេកវិទ្យាស្នូលសមត្ថភាពនិងធនធានទោះបីជាអ្នកព្យាយាមយ៉ាងណាក៏ដោយវានឹងមិនក្រោកឡើងទេពួកគេគ្រាន់តែអាចមើលយើងរកលុយបានវាគួរឲ្យអាណិតណាស់ដែលគិតនាមរបស់ពួកគេគ្រាន់តែជាការបំផន់ប៉ុណ្ណោះបច្ចេកវិទ្យារោមសត្វមិនអាចគ្រប់គ្រងអាជីវកម្មបានទេគុណភាពគឺជារង្វាស់ពិតប្រាកដតែមួយគត់ពេលវេលានឹងបញ្ជាក់អ្វីគ្រប់យ៉ាងតើក្តាមប្រភេទនេះជាអ្វី
វាគ្រាន់តែជាសម្បកទេប៉ុណ្ណោះសាច់មានសភាពរលោងនិងមានរសជាតិត្រីនេះជាគុណភាពសម្រាប់50ក្នុង1អ្នកមិនអាចកុហកបែបនេះទេបងប្រុសមានតែផលិតផលមួយចំនួនតូចប៉ុណ្ណោះដែលមានបញ្ហា probability ចង្វាក់បេះដូងគឺជាបាតុភូតធម្មតាមួយបដូរមួយទៅខ្ញុំនឹងជ្រើសរើសអ្វីដែលល្អបំផុតសម្រាប់អ្នកកុំបង្កបញ្ហាដោយចេតនាដោយសារតែអ្នកមិនមានសំណាងមូលដ្ឋានទ្រង់ទ្រាយធំរបស់យើងផលិតក្តាមរាប់ពាន់ក្បាលជារៀងរាល់ថ្ងៃផលិតផលដែលមានបញ្ហានេះមួយគឺជារឿងធម្មតាប្រសិនបើអ្នកនឹងបង្កបញ្ហាយើងនឹងមិនលក់ឲ្យអ្នកទៀតទេត្រៀមខ្លួនដើម្បីបង្កបញ្ហា Sivelin ខ្ញុំបានឃើញអ្នកធំឡើងឪពុករបស់អ្នកធ្លាប់ជាអ្នកជំនាញខាងចិញ្ចឹមត្រីកាលពីអតីតកាលអ្នកបានរៀនចរិតលក្ខណៈនិងជំនាញរបស់អ្នកពីគាត់តាំងពីក្មេងខ្ញុំមានជំនឿ100លើកូនសិស្សដ៏ខូខើនិងគ្មានបេះដូងរបស់ចៅហ្វេងខ្ញុំបានរៀនតែមូលដ្ឋានគ្រឹះប៉ុណ្ណោះអ្នកមិនអាចចិញ្ចឹមក្តាមល្អបានទេខ្ញុំឈប់ទិញក្តាមរបស់គាត់យូរមកហើយឲ្យខ្ញុំ10 ជាងថ្ងៃនេះខ្ញុំចង់បានមួយធំកូនស្រីខ្ញុំបានត្រឡប់ទៅផ្ទះឪពុកម្ដាយនាងវិញហើយឲ្យគាត់សាកល្បងហូបឆ្ងាញ់ពូវ៉ាងធានាចិត្តក្តាមនីមួយរបស់ខ្ញុំត្រូវបានចិញ្ចឹមដោយរូបមន្តសម្ងាត់ពិសេសកុំប្រើសម្ភារៈដែលមានគុណភាពអន់ដើម្បីបំពេញចន្លោះប្រហោងកូនស្រីរបស់អ្នកនឹងស៊ីវាហើយនិយាយថាវាមិនល្អអ្នកមករកខ្ញុំវិញដើម្បីសងប្រាក់វិញវាពិតជាចម្លែកណាស់ហេតុអ្វីមិនទិញពីម៉ាកល្បីរបស់យើងគាត់ទូចចង់ទិញស្បែកជើងដែលចាស់របស់គាត់មនុស្សចាស់ជ្រាបម្នាក់មិនដឹងថាអ្វីល្អសម្រាប់ពួកគេទេខ្ញុំមិនគិតថារបស់គាត់អាចល្អជាងនេះទេវាប្រកាសជាបង្កបញ្ហាមិនយូរមិនឆាប់ខ្ញុំបានរារាំងវាថ្ងៃនេះគ្មានអ្នកណាទិញក្តាមនៅផ្ទះទេខ្ញុំឆ្ងល់ថាតើគាត់នឹងអាចស្នាក់នៅក្នុងផ្ទះតូចស្ងាត់ជ្រុងនោះដោយរបៀបណាគ្មានអ្នកណាម្នាក់ត្រូវបានអនុញ្ញាតឲ្យលះបង់ឡើយលោកយ៉ាវបានមានប្រសាសន៍ថាផ្លូវនេះត្រូវបានសាងសង់ឡើងដោយទទួលបានថវិកាពីលោកយ៉ាវអ្នកគ្រប់គ្រងទូទៅរបស់យើងវាអាស្រ័យលើគាត់ថ្ងៃនេះគ្មានអ្នកណាទិញក្តាមពីផ្លូវម្ខាងទៀតទេបើផ្លូវឲ្យខ្ញុំផងតើអ្នកអាចរើឡានរបស់អ្នកបានទេផ្លូវនេះជាផ្លូវសាធារណៈនៅក្នុងភូមិមិនមែនជាផ្លូវឯកជនទេការកាន់កាប់ផ្លូវដោយចេតនាប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មខ្ញុំបានទូរស័ព្ទទៅប៉ូលីសរួចហើយប៉ូលីសចរាចរណ៍បានមកដល់10 នាទីក្រោយមកតើអ្នកពិតជាបានហៅប៉ូលីសមែនទេខ្ញុំនឹងជប់មួយផ្លែតហើយបន្ទាប់មកបន្តភ្លាមតាមពិតទៅអាជីវកម្មនានាកំពុងងាកទៅរកការបិទផ្លូវដើម្បីលួចយកអតិថិជនមានចរិតលក្ខណៈមិនល្អនិងមានចរិតចង្អៀតនៅពេលដែលអ្នកគ្មានសមត្ថភាពខាងបច្ចេកទេសអ្នកប្រើល្បិចកលទាំងនេះដើម្បីបោកប្រាស់អ្នកដទៃទោះបីជាក្តាមរបស់គាត់ល្អបំផុតក៏ដោយខ្ញុំមិនទិញវាដាច់ខាតខ្ញុំនឹងទិញរបស់អ្នកនៅថ្ងៃនេះមនុស្សប្រភេទនេះទេដែលមានចិត្តងាយអាក្រក់តើក្តាមចិញ្ចឹមអាចល្អប៉ុណ្ណាបងប្រុសឲ្យសូមឲ្យក្តាមចំនួន20ក្បាលពីកន្លែងរបស់បងមកខ្ញុំពេលខ្ញុំអញ្ជើញអតិថិជនរបស់ខ្ញុំទៅញ៉ាំអាហារពេលល្ងាចខ្ញុំត្រូវប្រើនរណាម្នាក់ដែលខ្ញុំអាចទុកចិត្តបាន20ជីនអេយ៉ាក្រុមមនុស្សងងហេតុអ្វីបានជាពួកគេមិនទិញពីអតិថិជនទ្រង់ទ្រាយធំរបស់យើងគាត់បានទូចចង់ទិញផលិតផលក្រៅម៉ាករបស់គាត់ក្រុមមនុស្សកំសត់មួយក្រុមដែលមិនដឹងពីអ្វីដែលខ្លួនធ្វើកុំភ័យស្លន់ស្លោអីខ្ញុំនៅតែមានវិធីដើម្បីផ្ដួលគាត់ចោះចប់ហើយទាំងអស់រូបមន្តមិនពេញលេញខ្ញុំមិនដឹងពីរបៀបគ្រប់គ្រងគុណភាពទឹកទេចំណុចសំខាន់នៃការថែទាំមីយ៉ាសេមិនត្រូវបានបង្រៀនដោយអ្នកបច្ចេកទេសតតែសោះខ្ញុំដឹងតែការចិញ្ចឹមជាមូលដ្ឋានប៉ុណ្ណោះក្តាមមិនអាចចិញ្ចឹមបានត្រឹមត្រូវទេសារដែលទៅពង្រីកថ្មីទំហំ30 មូប្រហែល2 ហិកតាកំពុងជួបបញ្ហាទាំងអស់លោកយ៉ាវនឹងសម្លាប់ខ្ញុំតើអ្នកបានជួលមនុស្សគ្មានប្រយោជន៍ប្រភេទណាក្នុងប្រាក់ខែខ្ពស់បែបនេះសូម្បីតែក្តាមក៏មិនអាចរក្សាជីវិតបានដែរខ្ញុំចំណាយ 8,000 យន់ក្នុងមួយខែដើម្បីចិញ្ចឹមឆ្កែដូច្នេះសាច់ញាតិជាច្រើនបានជួលជ្រាបយ៉ាងជ្រៅហើយកំពុងរងចាំភាគលាភតើអ្នកអាចមានលទ្ធភាពផ្ដល់សំណងដល់យើងចំពោះការពន្យាពេលប្រាក់ចំណេញរបស់យើងបានទេមនុស្សឥតប្រយោជន៍គួរតែរកវិធីបញ្ឈប់ការខាតបង់ឲ្យបានឆាប់រហ័សអ្នកអាចសន្សំបានច្រើនតាមដែលអ្នកអាចធ្វើបាននៅក្នុងឋានសួគ៌3អ្នកទទួលរងនៅការខាតបង់ការទទួលខុសត្រូវពេញលេញកុំបារម្ភពីខ្ញុំឯងរកវិធីដោះស្រាយដោយខ្លួនឯងទៅ